តម្លៃមាសធ្លាក់ចុះវិញបន្តិចហើយក្រោយលោកដូណាល់ត្រាំប្រកាសថាសំណើសន្តិភាពរបស់អ៊ឺរ៉ង់មិនអាចទទួលយកបានអរុនសួស្ដីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទសម្រាប់ព្រឹកនេះផងដែរតម្លៃមាសបានធ្វើការធ្លាក់ចុះមកវិញបន្តិចហើយក្រោយលោកដូណាល់ត្រាំប្រកាសថាសំណើសន្តិភាពរបស់អ៊ឺរ៉ង់មិនអាចទទួលយកបានហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4,695ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$5,656ក្នុង1តម្លឹងឬស្មើនឹង$565ក្នុង1ជីផងដែរបាទផ្ទុយពីមាសតម្លៃប្រាក់បានធ្វើការហក់ឡើងនៅក្នុងព្រឹកនេះហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$81ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$97ក្នុង1តម្លឹងឬស្មើនឹង$9.7ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,602ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការធ្លាក់ចុះបន្ថែមទៀតឬក៏មានការងើបឡើងមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាឬក៏ចង់បញ្ចេញមតិទៅលើការផ្លាស់ទីរបស់មាសនៅក្នុងថ្ងៃនេះក៏ដូចជាក្នុងសប្តាហ៍នេះបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ